ចំណងជើងស្នេហាដែលមិនអាចផ្ដាច់បាននៅក្នុងផ្ទះមួយក្នុងភូមិដាច់ស្រយាលមានសត្វពីរដែលមិនគួរតែជាមិត្តគ្នាបានឡើយកណ្ដុរហើយឈ្មោះមីលូនិងឆ្មាឈ្មោះលូណាពួកគេរស់នៅក្នុងផ្ទះតូចមួយដែលមានម្ចាស់ចាស់មិនខ្វល់សត្វស្លាប់សត្វរស់មីលូរស់ក្នុងរន្ធក្រោមជ្រុងទូប្រុសតូចស្លៀកខោស្លាប់ព្រាបម្នាក់នៅជានិច្ចលូណាវិញគឺជានាងម្ចាស់ផ្ទះដែលគ្រប់គ្រងដំបូលនិងសាឡុងដោយភាពឯកឯកការស្រឡាញ់រវាងសត្វពីរនេះចាប់ផ្ដើមពីពេលដែលមីលូបានជួយលូណាជៀសផុតពីកណ្ដាប់ដៃក្មេងស្រីម្ចាស់ផ្ទះដែលកំពុងលេងផ្ដាស់គាត់ជារឿងសប្បាយពីពេលនោះមីលូបានក្លាយជាអ្នកពិសេសក្នុងភ្នែកនាងពួកគេចាប់ផ្ដើមជួបគ្នារៀងរាល់យប់ក្រោយម្ចាស់ផ្ទះដេកស្ងប់ជាស្នេហាដែលបែបសម្ងាត់និងស្រួលបេះដូងទោះជាយ៉ាងណាពួកគេតែងតែឆ្លោះគ្នាលូណាស្រឡាញ់ភាពរន្ធត់និងរបៀបរបស់ខ្លួននាងមិនចូលចិត្តឲ្យមីលូដើរលេងដល់យប់យឺតមីលូវិញមានចិត្តសេរីនិងចូលចិត្តបើកពិភពលើសពីរន្ធកណ្ដុរពេលខ្លះនាងក៏ជក់ទង់នឹងភាពពិបាកនៃការរស់នៅជាគូស្នេហ៍ដែលមិនអាចបង្ហាញខ្លួនជាសាធារណៈពួកគេបានឆ្លោះគ្នាថ្ងៃអាទិត្យមួយលូណានិយាយថាបើមិនគេចបងលេងមកលេងយប់ទៀតទេមីលូឆ្លើយថាបើស្នេហារបស់អូនស្ថិតនៅក្នុងព្រំប្រទល់បែបនេះវាជាស្នេហាដែលមិនពិតទេលូណាស្ទាក់ស្ទើរលេបទឹកភ្នែកមិញនឹកថាគាត់និយាយរបៀបហ្នឹងមីលូដើរចេញទៅក្នុងខ្មៅក៏នៅរហូតចប់យប់នោះនឹងអាទិត្យមួយពេញមិនមានសំឡេងរបស់មីលូទេលូណាស្ងប់ស្ងៀមមិនមានអារម្មណ៍ឆ្អែតចំណីចៃណាស់ដូចតែពេលគាត់នៅជិតបន្ទាប់មកនៅយប់ថ្ងៃសៅរ៍មិនខ្វល់នឹងគ្រោះថ្នាក់នោះទេមីលូបានត្រឡប់មកវិញជាមួយផ្លែត្រសក់តូចមួយគាត់និយាយថាខ្ញុំអស់កម្លាំងពេលឆ្ងាយពីអូនមិនមែនព្រោះខ្ញុំខ្វល់ថាអូនជាឆ្មាឬខ្ញុំជាកណ្ដុរទេប៉ុន្តែព្រោះខ្ញុំស្រឡាញ់អូនក៏លូណាយឺតនាំមុខគាត់ទៅកន្លែងស្ងប់ក្រោមសាឡុងពួកគេអោនចិត្តគ្នាម្ដងទៀតមិនបានគ្មានការឆ្លោះទេប៉ុន្តែពួកគេរៀនយល់និងគោរពពីភាពខុសគ្នាស្នេហារបស់ពួកគេដូចភ្លើងតូចមួយក្នុងអណ្ដាតខ្មៅចង្អុលបង្ហាញថាទោះបីជាសត្វពីរមានសំណើមនៃការប្រឆាំងក៏អាចស្រឡាញ់គ្នាបានបើចិត្តមានស្មោះត្រង់